សួស្តីថ្ងៃនេះខ្ញុំសូមធ្វើការបង្ហាញពីរបៀបទាញយកកម្មវិធីនិងហ្គេមជាច្រើនដោយមិនគិតថ្លៃនៅលើ iOS ណាដែលយើងមិនទាន់អាចចេះប្រេកបានដំបូងយើងចូល Safari តបមកយើងចូលទៅកាន់ website ios.hipstore.mobile រួចហើយយើងអូសមកក្រោមគឺនៅខាងស្ដាំនេះយើងឃើញមាន logo Apple iOS 789យើងចុចលើវា install ឧបករណ៍របស់ខ្ញុំគឺ version 9.01 បន្ទាប់ពីយើងដំឡើងហើយយើងចូលទៅកាន់ setting general profile យើងចុចលើនៅលើពាក្យ trust ដើម្បីអាចដំណើរការកម្មវិធីនេះបានយើងចូលទៅកាន់កម្មវិធីឬភាសាចំពោះ game និងកម្មវិធីទាំងអស់នៅក្នុងកម្មវិធីនេះគឺមិនគិតថ្លៃទេគឺ free អញ្ចឹងខ្ញុំសូមឧទាហរណ៍មើលមួយយើងចូលទៅកាន់ App Store ចំពោះ game នេះគឺវាមានតម្លៃ $3.99 នៅក្នុង App Store ដូច្នេះលោកអ្នកបើចង់បានកម្មវិធីនេះដោយមិនអស់លុយយើងអាចទាញយកវានៅក្នុងកម្មវិធីនេះបានយើង search ហ្គេមមិញហ្នឹងទៅបាទនេះវាហើយយើង download រួចហើយយើងចុច install បាននេះបាទជាចុងក្រោយខ្ញុំសូមអរគុណចំពោះការទស្សនានៅវីដេអូមួយនេះហើយលោកអ្នកអាចជួយ share like subscribe ដើម្បីទទួលបានវីដេអូថ្មីៗបន្ថែមទៀតសូមអរគុណ